តើអ្នកជឿទេថាស្ត្រីពិការភ្នែកម្នាក់អាចមើលឃើញអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញនិងស្ដាប់ឮនៅអ្វីដែលមនុស្សធម្មតាមិនអាចស្ដាប់ឮអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយឈ្មោះបាបាវ៉ាន់កាបានក្លាយជានិមិត្តរូបនៃអាថ៌កំបាំងនិងការទស្សន៍ទាយដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលនិងចង់ស្វែងរកការពិតនៅពីក្រោយសមត្ថភាពដ៏ចម្លែករបស់គាត់លោកយាយបាបាវ៉ាន់កាគឺជាស្ត្រីពិការភ្នែកជនជាតិប៊ុលហ្គារីម្នាក់ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនិងល្បីល្បាញបំផុតនៅជុំវិញពិភពលោកដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់លោកយាយក្នុងការទស្សន៍ទាយប្រកបដោយញាណពិសេសរបស់គាត់ពេញមួយជីវិតលោកយាយបាបាវ៉ាន់កាបានទទួលជួបមនុស្សរាប់ពាន់នាក់មកពីជុំវិញពិភពលោកមានដូចជាអ្នកនយោបាយថ្នាក់ដឹកនាំកំពូលមហាសេដ្ឋីនិងបុគ្គលល្បីៗជាច្រើនអ្នករហូតដល់គាត់ធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីកសូដង់លោកយាយបានទទួលមរណភាពនៅថ្ងៃទី11ខែសីហាឆ្នាំ1996ក្នុងជន្មាយុ85ឆ្នាំក្រោយមរណភាពរបស់លោកយាយមានមនុស្សរាប់ពាន់នាក់រួមទាំងថ្នាក់ដឹកនាំកំពូលផងបាននាំគ្នាមកចូលរួមក្នុងពិធីបុណ្យសពរបស់គាត់ត្បិតថាគាត់បានទទួលមរណភាពទៅហើយក៏ពិតមែនប៉ុន្តែរឿងរ៉ាវជីវិតរបស់លោកយាយបាបាវ៉ាន់កាបានបង្កប់នៅរឿងរ៉ាវអាថ៌កំបាំងនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនរហូតមកដល់សពថ្ងៃនេះដែលមនុស្សទូទៅកម្របានដឹងដូចជារឿងរ៉ាវពាក់ព័ន្ធនឹងជីវិតឯកជនរបស់គាត់ជាពិសេសនោះគឺរបៀបដែលគាត់មានទំនាក់ទំនងជាមួយនឹងពិភពអរូបីលោកយាយបាបាវ៉ាន់កាកើតនៅថ្ងៃទី3ខែតុលាឆ្នាំ1911មានចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺលោកយាយបាបាវ៉ាន់កាកើតមកជាទារកមិនគ្រប់ខែហើយមានសុខភាពខ្សោយរហូតដល់គ្រួសាររបស់គាត់គិតថាគាត់អាចនឹងមិនរស់ឡើយម្ល៉េះហើយបើតាមប្រពៃណីរបស់ជនជាតិប៊ុលហ្គារីទារកនោះមិនទាន់ត្រូវបានដាក់ឈ្មោះភ្លាមនោះទេរហូតទាល់តែគេប្រកាសថាទារកនោះអាចរស់បានទើបគេដាក់ឈ្មោះឲ្យហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតអំពីលោកយាយបាបាវ៉ាន់កានោះគឺកាលពីគាត់នៅក្មេងមុនពេលជួបគ្រោះថ្នាក់ខ្យល់ព្យុះគាត់មានចំណូលចិត្តលេងល្បែងមួយដែលប្លែកពីក្មេងដទៃគឺគាត់ចូលចិត្តយកក្រណាត់មកចងបាត់ភ្នែករបស់ខ្លួនឯងហើយដើរស្ទាបរករបស់របរឬដើរតួធ្វើជាគ្រូពេទ្យព្យាបាលជំងឺដល់មិត្តភ័ក្តិក្មេងៗរបស់គាត់ជាដើមទម្លាប់នៃការលេងបែបនេះវាហាក់បីដូចជាប្រផ្នូលមួយដែលបញ្ជាក់ពីជោគវាសនារបស់គាត់នាពេលអនាគតអីចឹងដែរតាមពិតទៅលោកយាយបាបាវ៉ាន់កាមិនមែនកើតមកពីការភ្នែកពីកំណើតនោះទេប៉ុន្តែការបាត់បង់កំហើញរបស់គាត់នេះគឺបណ្ដាលមកពីគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយកាលពីគាត់នៅជាកុមាររួមផ្សំជាមួយនឹងជីវភាពគ្រួសារក្រីក្រផងដែរនៅក្នុងអំឡុងឆ្នាំ1923នៅពេលដែលគាត់ទើបតែមានអាយុប្រហែល12ឆ្នាំកាលនោះស្រាប់តែមានហេតុការណ៍ខ្យល់ព្យុះកន្ត្រាក់ដ៏កំណាចមួយបានបោកបក់លើភូមិរបស់គាត់ខ្យល់ព្យុះដ៏ខ្លាំងក្លានោះបានគួចនាំយកក្មេងស្រីវ៉ាន់កាហោះទៅលើអាកាសហើយបានបោកទម្លាក់គាត់ទៅក្នុងវាលស្រែមួយដែលនៅឆ្ងាយពីកន្លែងកើតហេតុបន្ទាប់ពីការស្វែងរកអស់រយៈពេលជាច្រើនម៉ោងក្រុមគ្រួសារនិងអ្នកភូមិបានរកឃើញគាត់ក្នុងស្ថានភាពភ័យរន្ធត់យ៉ាងខ្លាំងនិងបាត់បង់ស្មារតីអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺភ្នែករបស់គាត់ទាំងសងខាងត្រូវបានគ្របដណ្ដប់ដោយដីខ្សាច់និងធូលីយ៉ាងក្រាស់ដែលធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំងនិងមិនអាចបើកភ្នែករួចនោះឡើយក៏ប៉ុន្តែដោយសារតែគ្រួសាររបស់គាត់កាលនោះមានជីវភាពមិនសូវធូរធារពួកគេអាចត្រឹមតែស្វែងរកការព្យាបាលតាមបែបបុរាណសាមញ្ញឬព្យាបាលបានតែមួយផ្នែកតូចប៉ុណ្ណោះដោយសារតែភាពក្រីក្រផងឪពុកម្ដាយរបស់គាត់មិនមានប្រាក់គ្រប់គ្រាន់បង់ថ្លៃវះកាត់ឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេដោយសារតែមិនទទួលបានការព្យាបាលតាមបែបវេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវរបួសភ្នែករបស់គាត់ក៏ធ្លាក់ចូលស្ថានភាពកាន់តែធ្ងន់ធ្ងរទៅហើយការមើលឃើញរបស់គាត់ក៏ចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងរហូតដល់ងងឹតមើលលែងឃើញទាំងស្រុងតែម្ដងទៅយ៉ាងណាក៏ដោយលោកយាយបាបាវ៉ាន់កាធ្លាប់បានរៀបរាប់ប្រាប់អ្នកគាំទ្ររបស់គាត់ថាគ្រោះថ្នាក់ដែលបានកើតឡើងចំពោះគាត់រហូតធ្វើឲ្យគាត់បាត់បង់ការមើលឃើញបែបនេះគឺជាការដោះដូរដ៏ធំមួយ
គាត់បានអះអាងថានៅពេលដែលភ្នែករបស់គាត់ងងឹតគាត់ក៏ចាប់ផ្ដើមមើលឃើញរូបភាពនិងស្ដាប់ឮសំឡេងចម្លែកដែលជាអំណោយផលពីព្រះឬធម្មពលអរូបីរបស់ធម្មជាតិដែលអនុញ្ញាតឲ្យគាត់អាចមើលឃើញអនាគតបានយ៉ាងច្បាស់ក្រោយពីបាត់បង់ពន្លឺភ្នែកទាំងស្រុងជីវិតរបស់លោកយាយបាបាវង្កាបានឆ្លងកាត់ភាពលំបាកជាច្រើនមុននឹងអ្វីៗបានចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងរហូតក្លាយជាគ្រូទាយដ៏ល្បីល្បាញបំផុតមួយរូបប្រចាំសតវត្សនៅអាយុប្រហែល14ឆ្នាំគាត់ត្រូវបានគេបញ្ជូនទៅរៀននៅសាលារៀនជនពិការភ្នែកមួយកន្លែងក្នុងទីក្រុងសេមុនដែលស្ថិតនៅក្នុងប្រទេសហ្សេកពីបច្ចុប្បន្ននៅទីនោះគាត់បានចំណាយពេល3ឆ្នាំដើម្បីរៀនអក្សរស្ទាបរៀនលេងព្យ៉ាណូនិងរៀនជំនាញជីវិតប្រចាំថ្ងៃដូចជាបោសសម្អាតផ្ទះចម្អិនអាហារនិងដេប៉ាដែលជួយឲ្យគាត់អាចរស់នៅបានដោយឯករាជ្យបើទោះបីជាមើលអ្វីមិនឃើញក៏ដោយក៏ប៉ុន្តែការសិក្សារបស់គាត់ត្រូវបានបិទបញ្ចប់ពាក់កណ្ដាលទីដោយសារម្ដាយចុងរបស់គាត់បានទទួលមរណភាពនៅពេលសម្រាលកូនក្រោយមកឪពុករបស់គាត់បានហៅគាត់ឲ្យត្រឡប់មកផ្ទះវិញដើម្បីជួយមើលថែប្អូនជីវិតរបស់គាត់ពេលនោះពិតជាកំសត់និងក្រីក្រតោកយ៉ាកខ្លាំងណាស់ហើយគាត់ត្រូវរ៉ាប់រងការងារផ្ទះយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំ1939ស្របពេលដែលសង្គ្រាមលោកលើកទី2កំពុងតែឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅមនុស្សម្នាជាច្រើនមកពីគ្រប់ទិសទីបាននាំគ្នារត់ទៅរកគាត់ដើម្បីសុំឲ្យគាត់ជួយទស្សន៍ទាយរោគដំណឹងអំពីសាច់ញាតិឬប្តីដែលបានចេញទៅធ្វើសង្គ្រាមនៅសមរភូមិប្រយុទ្ធដើម្បីចង់ដឹងថាតើពួកគេនៅរស់ឬក៏ស្លាប់ហើយកំពុងតែស្ថិតនៅឯណាចាប់តាំងពីពេលនោះមកកេរ្តិ៍ឈ្មោះរបស់លោកយាយបាបាវង្កាចាប់ផ្ដើមមានភាពល្បីល្បាញសមត្ថភាពដ៏វិសេសនេះបានល្បីខ្ទោខ្ទារហូតបានឮដល់មេដឹកនាំប៊ុលហ្គារីគឺព្រះចៅសាបូរីសទី3ដែលជាក្សត្រដ៏មានឥទ្ធិពលមួយព្រះអង្គនាសម័យនោះហើយព្រះអង្គក៏បានធ្លាប់យាងទៅជួបជាមួយលោកយាយផ្ទាល់នៅក្នុងឆ្នាំ1942ផងដែរនៅខែឧសភាឆ្នាំ1942លោកយាយបាបាវង្កាបានរៀបការជាមួយបុរសម្នាក់ដែលមានឈ្មោះថា Dimitar Gosterov គាត់ជាទាហានប៊ុលហ្គារីគាត់បានស្គាល់លោកយាយបាបាវង្កាជាលើកដំបូងនៅពេលដែលគាត់បានទៅពឹងពាក់លោកយាយឲ្យជួយទស្សន៍ទាយរោគមុខឃាតករដែលបានសម្លាប់បងប្រុសរបស់គាត់យ៉ាងសាហាវឃោរឃៅជាទីបំផុតដើម្បីអាចទៅសងសឹកកាលនោះលោកយាយវង្កាបានយល់ព្រមប្រាប់គាត់អំពីមុខឃាតករនោះក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយដោយលោកយាយបានទាមទារឲ្យលោក Dimitar Gosterov ស្បត់ថានឹងមិនត្រូវសងសឹកពីវេរានោះវិញទេដោយលោកយាយបានប្រាប់ថាគាត់នឹងបានឃើញឃាតករនោះទទួលកម្មផលដោយខ្លួនឯងការជួបគ្នានោះបានធ្វើឲ្យអ្នកទាំងពីរមានចិត្តស្រឡាញ់គ្នាហើយក្រោយមកពួកគាត់ទាំងពីរនាក់បានយល់ព្រមរៀបការជាមួយគ្នានៅខែឧសភាឆ្នាំ1942ទោះបីជារៀបការរួចហើយក៏ដោយក៏ភារកិច្ចជាទាហានរបស់លោក Dimitar Gosterov មិនទាន់បញ្ចប់នោះទេនៅអំឡុងសង្គ្រាមលោកលើកទី2លោក Dimitar ត្រូវបានកងទ័ពកែននិងបញ្ជូនឲ្យទៅឈរជើងនៅតំបន់ភាគខាងជើងប្រទេសក្រិកដែលកាលនោះស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៊ុលហ្គារីការរស់នៅក្នុងសមរភូមិនិងការឃើញភាពសាហាវយង់ខ្នងនៃសង្គ្រាមលោកលើកទី2បានធ្វើឲ្យគាត់ទទួលរងនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដើម្បីទប់ទល់នឹងភាពតានតឹងការភ័យខ្លាចនិងការឃ្លាតឆ្ងាយពីប្រពន្ធថ្មីថ្មោងរបស់គាត់លោក Dimitar Gosterov ក៏បានងាកទៅរកការផឹកស្រាដើម្បីបំបត្តិទុក្ខកង្វល់និងធ្វើឲ្យស្មារតីស្ពឹកស្រពន់ការផឹកស្រាជាប្រចាំនៅក្នុងជួរកងទ័ពបានប្រែក្លាយគាត់ឲ្យคล้ายទៅជាជនញៀនសូរ៉ាដោយមិនដឹងខ្លួននៅពេលដែលសង្គ្រាមលោកលើកទី2ត្រូវបានបិទបញ្ចប់ទៅគាត់បានវិលត្រឡប់មកជួបលោកយាយបាបាវង្កាវិញក៏ប៉ុន្តែស្ថានភាពញៀនសូរ៉ារបស់គាត់បានឈានដល់កម្រិតធ្ងន់ធ្ងរទៅហើយដោយគាត់បានคล้ายទៅជាមនុស្សប្រមឹកនិងបន្តផឹកស្រាយ៉ាងជោគជាំជាហេតុធ្វើឲ្យសុខភាពរាងកាយរបស់គាត់បានធ្លាក់ចុះទ្រុឌទ្រោមយ៉ាងខ្លាំងជាពិសេសនោះគាត់កើតជំងឺថ្លើមនិងជំងឺក្រពះទៀតផងហើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺអ្វីត្បិតតែលោកយាយបាបាវង្កាមានញាណពិសេសអាចមើលឃើញអនាគត
និងអាចជួយណែនាំមនុស្សរាប់ម៉ឺននាក់ឲ្យរួចផុតពីក្តីទុក្ខលំបាកយ៉ាងណាក៏ដោយក៏លោកយាយមិនអាចជួយសង្គ្រោះប្តីរបស់ខ្លួនឯងបានឡើយនៅទីបំផុតលោក Dimitrios ត្រូវបានទទួលមរណភាពនៅក្នុងឆ្នាំ1962ដោយសារជំងឺប្រចាំកាយដែលបង្កឡើងដោយការញៀនស្រាការស្លាប់របស់ស្វាមីលោកយាយវ៉ាន់កាបានបន្សល់ទុកនូវវិប្បដិសារីនិងក្តីសោកសង្រេងយ៉ាងខ្លាំងចំពោះលោកយាយតែយ៉ាងណាក៏ដោយក៏លោកយាយនៅតែតស៊ូបន្តរស់នៅយ៉ាងរឹងមាំនិងប្រើប្រាស់សមត្ថភាពរបស់គាត់ដើម្បីជួយដល់មនុស្សទូទៅរហូតដល់ថ្ងៃគាត់ស្លាប់ក្រោយពីស្វាមីទទួលមរណភាពលោកយាយវ៉ាន់កាត្រូវបានប្រទេសប៊ុលហ្គារីបញ្ចូលឈ្មោះគាត់ឲ្យក្លាយទៅជាបុគ្គលិករបស់រដ្ឋករណីដែលលោកយាយវ៉ាន់កាត្រូវបានរដ្ឋាភិបាលកុម្មុយនីសប៊ុលហ្គារីសម្រេចជ្រើសរើសបញ្ចូលជាបុគ្គលិករបស់រដ្ឋបែបនេះគឺជារឿងមួយដែលចម្លែកនិងគួរឲ្យចាប់អារម្មណ៍បំផុតអ្វីដែលធ្វើឲ្យរឿងនេះមានភាពកម្រនោះគឺជាទូទៅរបបកុម្មុយនីសរបស់ប៊ុលហ្គារីតែងតែប្រកាន់ខ្ជាប់នៅលទ្ធិម៉ាក់លេនីនដែលផ្ដោតលើវិទ្យាសាស្ត្រនិងមិនជឿទាល់តែសោះលើរឿងអបិយជំនឿសាសនាឬការទស្សន៍ទាយជាដើមដោយរឿងទាំងអស់នេះត្រូវបានគេចាត់ទុកថាជារឿងកុហកបោកប្រាស់ក៏ប៉ុន្តែករណីរបស់លោកយាយវ៉ាន់កាត្រូវបានគេលើកលែងនិងចាត់ទុកថាជាករណីដ៏ពិសេសមួយនៅទសវត្សរ៍ឆ្នាំ1960គេឈ្មោះរបស់គាត់បានល្បីល្បាញពាសពេញទ្វីបអឺរ៉ុបមនុស្សម្នារាប់ពាន់នាក់បានសម្រុកតម្រង់ជួរឈរចាំនៅមុខផ្ទះរបស់គាត់ក្នុងទីក្រុង Patrick ជារៀងរាល់ថ្ងៃដែលបង្កឲ្យមានភាពវឹកវររញ៉េរញ៉ៃខូចសណ្ដាប់ធ្នាប់និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនក្បែរខាងអាជ្ញាធរមូលដ្ឋានមិនអាចហាមឃាត់ឬទប់ស្កាត់លំហូរមនុស្សបានឡើយក៏ប៉ុន្តែករណីនេះត្រូវបានរដ្ឋាភិបាលប្រទេសប៊ុលហ្គារីមើលឃើញយ៉ាងច្បាស់ថាភាពល្បីល្បាញរបស់គាត់ប្រៀបបានជាឱកាសមាសសម្រាប់សាងប្រាក់ចំណូលភ្ញៀវបរទេសជាច្រើនសុខចិត្តចំណាយប្រាក់យ៉ាងសម្បើមដើម្បីបានជួបលោកយាយវ៉ាន់កាដែលនេះគឺជាប្រភពប្រាក់ចំណូលបរទេសដ៏សំខាន់សម្រាប់ប្រទេសប៊ុលហ្គារីកត្តាដ៏សំខាន់មួយទៀតគឺអ្នកស្រីលីយ៉ុតមីឡាស៊ីវកូវ៉ាដែលជាកូនស្រីបង្កើតរបស់លោកតូដូស៊ីវកូវជាមេដឹកនាំកម្ពុជារបស់ប្រទេសប៊ុលហ្គារីនាពេលនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿងរ៉ាវអាថ៌កំបាំងនិងអបិយជំនឿដោយអ្នកស្រីបានក្លាយទៅជាអ្នកគាំទ្រដ៏មុតមមនិងជាអ្នកការពារលោកយាយបាបាវ៉ាន់កាពីការគៀបសង្កត់ពីរដ្ឋាភិបាលដើម្បីកេងចំណេញពីសក្តានុពលនេះនិងដើម្បីធ្វើឲ្យស្របច្បាប់ក្រោមក្រសែភ្នែករបស់រដ្ឋាភិបាលកុម្មុយនីសប៊ុលហ្គារីរដ្ឋាភិបាលបានបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោកវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យានិងជាអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះជូជីឡូហ្សាណូដែលជាប្រធានវិទ្យាស្ថាន Zagestology នៃក្រសួងអប់រំប៊ុលហ្គារីឲ្យទៅសិក្សាអំពីសមត្ថភាពរបស់លោកយាយបាបាវ៉ាន់កាបន្ទាប់ពីតាមដានរាប់ពាន់ករណីអ្នកវិទ្យាសាស្ត្ររបស់រដ្ឋបានចេញរបាយការណ៍ថាការទស្សន៍ទាយរបស់គាត់ពិតជាមានភាពត្រឹមត្រូវខ្ពស់រហូតដល់ទៅ80ឬ90%ឯណោះដោយសារតែបែបនេះហើយនៅក្នុងឆ្នាំ1967លោកយាយបាបាវ៉ាន់កាត្រូវបានគេចុះឈ្មោះចូលជាបុគ្គលិករដ្ឋជាផ្លូវការដោយគាត់ទទួលបានប្រាក់បៀវត្សប្រចាំខែថេប្រហែល200លាវនៅក្នុងមួយខែលុយរបស់ប៊ុលហ្គារីដែលមានតម្លៃស្មើនឹងប្រមាណ110ទៅ$115សហរដ្ឋអាមេរិកដូចជាមន្ត្រីរាជការធម្មតាដែរក្រោយក្លាយជាបុគ្គលិកផ្លូវការរបស់រដ្ឋផ្ទះដែលលោកយាយបាបាវ៉ាន់ការស់នៅត្រូវបានគ្រប់គ្រងដោយអាជ្ញាធរប៊ុលហ្គារីសម្រាប់អ្នកដែលចង់ចូលជួបគាត់មិនអាចឲ្យលុយទៅគាត់ដោយផ្ទាល់ទៀតបានទេប៉ុន្តែត្រូវទិញសំបុត្រពីរដ្ឋការជាមុនសិនសម្រាប់ប្រជាជនប៊ុលហ្គារីឬប្រជាជនដែលមកពីប្រទេសសង្គមនិយមផ្សេងទៀតត្រូវបង់ថ្លៃសំបុត្រប្រហែល10លាវដោយឡែកចំពោះភ្ញៀវបរទេសដែលមកពីបណ្ដាប្រទេសលោកខាងលិចត្រូវបង់ប្រាក់យ៉ាងខ្ពស់រហូតដល់ទៅ$50អាមេរិកក្នុងមួយសំបុត្រគូបញ្ជាក់ថាប្រាក់ចំណូលទាំងអស់នេះត្រូវបានដាក់បញ្ចូលទៅក្នុងឃ្លាំងថវិការដ្ឋទាំងស្រុងការប្រែក្លាយទៅជាបុគ្គលិករដ្ឋទាំងស្រុងបែបនេះគឺជាចំណុចរបត់មួយដែលធ្វើឲ្យជីវិតចុងក្រោយរបស់គាត់មានស្ថិរភាពនិងសុវត្ថិភាពបើទោះបីជាសេរីភាពនៃការរស់នៅរបស់គាត់ត្រូវបានរឹតបន្តឹងនិងគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាលក៏ដោយរឿងនេះ
បានធ្វើឲ្យគាត់คล้ายទៅជាគ្រូទាយតែម្នាក់គត់នៅលើពិភពលោកដែលត្រូវបានជួលនិងបើកប្រាក់ខែជាផ្លូវការដោយរដ្ឋាភិបាលនៅក្នុងការទូទាយលក្ខខណ្ឌចម្បងបំផុតសម្រាប់អ្នកដែលចង់ឲ្យគាត់ទូទាយឲ្យគឺត្រូវយកដុំស្ករសមកជាមួយភ្ញៀវត្រូវយកដុំស្ករសមួយដុំទៅដាក់នៅក្រោមខ្នើយរបស់ពួកគេយ៉ាងហោចណាស់មួយយប់មុនពេលមកជួបគាត់ជឿថាដុំស្ករសនោះមានសមត្ថភាពស្រូបយកថាមពលនិងរឿងរ៉ាវជីវិតរបស់ម្ចាស់វានៅពេលភ្ញៀវហុចដុំស្ករសនោះមកឲ្យគាត់គ្រាន់តែកាន់វាទុកនៅក្នុងដៃនោះគាត់នឹងចាប់ផ្ដើមមើលឃើញព្រឹត្តិការណ៍ក្នុងជីវិតរបស់បុគ្គលនោះលេចឡើងដូចជាខ្សែភាពយន្តអញ្ចឹងដែរយ៉ាងណាក៏ដោយលោកយាយតែងតែប្រាប់អ្នកជុំវិញខ្លួនថាគាត់មិនមែនជាអ្នកបង្កើតព័ត៌មានទស្សន៍ទាយទាំងនោះដោយខ្លួនឯងឡើយតែគាត់បានអះអាងថាគាត់អាចតាក់ទងជាមួយពពួកសត្វអរូបដែលយើងមើលនឹងភ្នែកមិនឃើញដែលតែងតែហោះហើរនៅជុំវិញខ្លួនរបស់គាត់ហើយពួកគេជាអ្នកខ្សឹបប្រាប់ព័ត៌មានទាំងនោះមកគាត់លើសពីនេះគាត់ក៏បានអះអាងផងដែរថាគាត់អាចតាក់ទងជាមួយនឹងប្រលឹងអ្នកដែលបានស្លាប់ទៅហើយរាប់រយឆ្នាំហើយពេលខ្លះគាត់បាននិយាយថាគាត់ធ្លាប់តាក់ទងជាមួយនឹងពពួកមនុស្សក្រៅភពឬហៅថាអេលៀនដែលមកពីភពមួយផ្សេងទៀតផងដែរចុងបញ្ចប់នៃជីវិតរបស់គាត់លោកយាយបាបាវ៉ាន់កាបានផ្លាស់ប្ដូរទៅរស់នៅតំបន់មួយដែលមានឈ្មោះថារ៉ូពីតេដែលជាតំបន់ធ្លាប់ជាបន្ទុះភ្នំភ្លើងគាត់បានប្រាប់ថាទីនោះមានថាមពលពិសេសអស្ចារ្យមួយយ៉ាងដែលជួយបញ្ចេញថាមពលវិជ្ជមានមកឲ្យគាត់ខណៈដែលការទស្សន៍ទាយរាល់ថ្ងៃធ្វើឲ្យគាត់បាត់បង់កម្លាំងយ៉ាងខ្លាំងដោយសារទឹកប្រាក់សន្សំនិងថវិកាជំនួយគាត់បានកសាងព្រះវិហារមួយដែលមានឈ្មោះថា Jean Petka of Bulgaria នៅតំបន់នោះបើទោះបីជាគាត់មានចេតនាល្អក៏ប៉ុន្តែព្រះវិហារគ្រីស្ទអូថូដុករបស់ប៊ុលហ្គារីមិនសូវជាពេញចិត្តនឹងសកម្មភាពរបស់គាត់បែបនេះនោះទេដោយពួកគេបានចាត់ទុកការទូទាយនិងរឿងរ៉ាវអរូបីជំនឿរបស់គាត់ថាផ្ទុយពីគោលការណ៍សាសនាហើយគំនូរនៅក្នុងព្រះវិហារដែលគាត់សាងសង់នោះក៏មានលក្ខណៈប្លែកខុសពីស្តង់ដាររបស់ព្រះវិហារទូទៅផងដែររហូតមកដល់បច្ចុប្បន្នតំបន់រូពីតេនិងព្រះវិហារនោះបានក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រនិងជាកន្លែងសក្ការៈដែលភ្ញៀវទេសចររាប់សែននាក់ទៅទស្សនាជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្ត្រីពិការភ្នែកដ៏អាថ៌កំបាំងរូបនេះពេលកន្លងមកមានព្រឹត្តិការណ៍ធំៗជាច្រើនដែលគេជឿថាគាត់បានទាយត្រូវទុកជាមុនដូចជាព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី11ខែកញ្ញានៅសហរដ្ឋអាមេរិកគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរការសោយទីវង្គតរបស់ម្ចាស់ក្សត្រីដៃអេណារបស់ចក្រភពអង់គ្លេសការលិចនាវាមុជតឃូសរបស់រុស្ស៊ីការឡើងកាន់អំណាចរបស់លោកបារ៉ាក់អូបាម៉ាដោយគាត់ធ្លាប់ទាយថាប្រធានាធិបតីទី44របស់សហរដ្ឋអាមេរិកនិងជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំណុចពិសេសមួយទៀតលោកយាយបាបាវ៉ាន់កាមិនត្រឹមតែជាគ្រូទាយធម្មតានោះទេប៉ុន្តែលោកយាយក៏ជាអ្នកព្យាបាលជំងឺដោយប្រើរុក្ខជាតិដ៏ប៉ិនប្រសប់មួយរូបផងដែរលោកយាយបាបាវ៉ាន់កាមានជំនឿថារុក្ខជាតិគ្រប់ប្រភេទសុទ្ធតែមានប្រលឹងនិងមានមុខងារព្យាបាលជំងឺរៀងៗខ្លួនរបស់វាគាត់តែងតែប្រាប់អ្នកជំងឺឲ្យប្រើប្រាស់រុក្ខជាតិជាឱសថដែលដុះនៅក្នុងស្រុកកំណើតរបស់គេផ្ទាល់ត្បិតគាត់ជឿថាមនុស្សនិងធម្មជាតិនៅកន្លែងដែលពួកគេកើតគឺមានខ្សែចំណងថាមពលភ្ជាប់គ្នានៅក្នុងការទូទាយជាច្រើនឆ្នាំរបស់គាត់តែងតែប្រមានមនុស្សជាតិអំពីគ្រោះមហន្តរាយដូចជាការរលាយទឹកកកនៅតំបន់ប៉ូលគ្រោះរាំងស្ងួតនិងការបំពុលនេះគឺជាប្រតិកម្មរបស់ធម្មជាតិនៅពេលដែលមនុស្សធ្វើបាបផែនដីជ្រុលពេកដោយសារតែគាត់យកជំនឿលើថាមពលធម្មជាតិប្រលឹងរុក្ខជាតិនិងការទស្សន៍ទាយមកលាយឡំគ្នានេះហើយទើបធ្វើឲ្យសាសនាគ្រិស្តអូថូដុកមិនសូវជាពេញចិត្តប៉ុន្មាននោះទេសម្រាប់សាសនាចាក់ការជឿលើអំណាចធម្មជាតិបែបនេះគឺជារឿងខុសឆ្គងអំពីគោលការណ៍សាសនាអ្នកជឿព្រះត្រូវជឿលើព្រះមិនមែនពឹងលើថាមពលភ្នំភ្លើងឬវិញ្ញាណរុក្ខជាតិនោះទេយ៉ាងណាក៏ដោយបើទោះបីជាមានអ្នកជឿជាក់លើគាត់ជាច្រើនប៉ុន្តែក៏មានអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវជាច្រើនបានទាត់ចោលការទស្សន៍ទាយទាំងនោះផងដែរដោយពួកគេបានលើកឡើងថាការទស្សន៍ទាយរបស់លោកយាយបាបាវ៉ាន់កាច្រើនតែមានលក្ខណៈទូលំទូលាយស្រពេចស្រពិលហើយការទស្សន៍ទាយជាច្រើនទៀតត្រូវបានគេបកស្រាយបញ្ចេញបញ្ចូល
និងថែមទាំងប្រឌិតបន្ទាប់ពីព្រឹត្តិការណ៍ទាំងអស់នោះបានកើតឡើងរួចទៅហើយដើម្បីធ្វើឲ្យមនុស្សជឿជាក់លើគាត់កាន់តែខ្លាំងនៅទីបញ្ចប់ជីវិតរបស់លោកយាយបាបាវង្កាបានបន្សល់ទុកនៅមរតកដ៏អស្ចារ្យមួយដែលនៅតែធ្វើឲ្យមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍រហូតដល់សព្វថ្ងៃពីកុមារីក្រីក្រម្នាក់ដែលបានបាត់បង់ពន្លឺភ្នែកដោយសារគ្រោះថ្នាក់ដ៏រន្ធត់រហូតក្លាយជាបុគ្គលដែលមានឥទ្ធិពលបំផុតម្នាក់ក្នុងពិភពនៃការទស្សន៍ទាយជីវិតរបស់គាត់ពោរពេញទៅដោយរឿងរ៉ាវដែលពិបាកនឹងពន្យល់និងពិបាកនឹងបំភ្លេច